នៅប្រទេសជប៉ុនបើសិនជាមានកង់3 booking ជីទៅផ្សារដូចនៅខ្មែរយើងមិនដឹងជាល្អប៉ុណ្ណាព្រោះអីនៅពេលដែលទៅផ្សារម្ដងត្រូវធាក់កង់ 2-3 គីឡូបានទៅដល់ផ្សារអញ្ចឹងណាហើយពេលខ្លះជីកង់ដឹកអង្គផងមហូបផងអីផងចូល20 គីឡូជាងគឺអីវ៉ាន់សពងសពេខ្លាំងមែនតើអញ្ចឹងបានគេថាជីវិតពិបាកមុនទៅវេទនាក្រោយមែនដូចតែបានឃើញវីដេអូខ្ញុំមុនអញ្ចឹងភាគច្រើនបើសិនជាទៅដើរលេងឬក៏ទៅណាទៅណីអញ្ចឹងត្រូវការជិះរថភ្លើងឬក៏ជិះឡានក្រុងអីអញ្ចឹងណាតែបើថាទៅផ្សារទៅអីអញ្ចឹងធាក់កង់2-3 គីឡូបានទៅដល់ផ្សារនៅទីនេះចូល 80% ភាគច្រើនគឺជិះឡានក្រុងហើយនឹងរថភ្លើងទៅធ្វើការអញ្ចឹងណាមួយការជិះឡានទៅធ្វើការដោយខ្លួនឯងវាត្រូវការចំណាយទៅលើចំណតឡានក៏ដូចជាការចាក់សាំងចាក់អីអញ្ចឹងទៅអញ្ចឹងហើយការចំណាយប្រចាំខែក៏វាអស់ច្រើនទៅតាមនឹងអញ្ចឹងណាតែបើសិនជាដូចពួកខ្ញុំជាជនបរទេសធ្វើការនៅប្រទេសជប៉ុនវិញនៅពេលដែលព្រឹកឡើងគឺត្រូវការធាក់កង់ជិះទៅដល់កន្លែងក្រុមហ៊ុនម៉ាសាសិនបានជិះឡានពីក្រុមហ៊ុនទៅធ្វើការមួយតង់ទៀតអញ្ចឹងណាហើយនេះជាសកម្មភាពដែលខ្ញុំទៅដើរលេងនៅខាងអូសាកាថ្ងៃខ្លះក៏មានពេលដើរលេងដែរខ្លះអញ្ចឹងណាថ្ងៃសម្រាកអញ្ចឹងទៅក្រៅពីថ្ងៃធ្វើការហើយទៅនេះដែរទៅ2នាក់មិត្តភក្តិម្នាក់ទៀតដែលគេមកពីខេត្តផ្សេងទៅដើរលេងជុំគេបាន2នាក់អញ្ចឹងណាតែបើភាគច្រើនបើសិនជាខ្ញុំទៅណាមកណីអញ្ចឹងទៅគឺភាគច្រើនគឺខ្ញុំជិះទៅម្នាក់ឯងទេដោយសារតែគេនៅខេត្តផ្សេងឆ្ងាយពីខ្ញុំសូម្បីតែការងារក៏ខុសគ្នាដែរបើការងារខ្ញុំវិញគឺការងារលីដែកមួយថ្ងៃគឺលីដែកបែកញើសខ្ចាយសូម្បីតែខែតិចក៏បែកញើសដែរហ្នឹងហើយអ្នកទាំងអស់គ្នាអរគុណសម្រាប់ការតាមដានវីដេអូមួយនេះជួបគ្នាវីដេអូក្រោយជាមួយនឹងដំណើរកម្សាន្តក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់ខ្ញុំនៅប្រទេសជប៉ុនជួបគ្នាវីដេអូក្រោយបាយបាយ